បាទបងប្អូនសង្គ្រាមនៅមជ្ឈមបូព៌ាកាន់តែក្តៅឡើងហើយដោយនៅពេលនេះលោកប្រធានាធិបតីដូណាល់ត្រាំបានប្រកាសទុកពេលឲ្យអ៊ីរ៉ង់ត្រឹមរយៈពេល48ម៉ោងដើម្បីឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រហូម៉ូសដោយខ្លួនឯងបើមិនដូច្នេះទេសហរដ្ឋអាមេរិកនឹងធ្វើការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់អ៊ីរ៉ង់ចោលតែម្ដងបាទនេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអាចារ្យសារ៉ានិង New York Post បាទបងប្អូនទស្សនិកជនជាទីមេត្រីនេះជាព្រឹត្តិការណ៍ដ៏ធំនិងគួរឲ្យព្រឺព្រួចបំផុតនៅពេលដែលលោកប្រធានាធិបតីដូណាល់ត្រាំហ៊ានប្រកាសទុកពេលឲ្យអ៊ីរ៉ង់ត្រឹមរយៈពេល48ម៉ោងដើម្បីឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រហូម៉ូសទាំងដែលប្រទេសអ៊ីរ៉ង់កំពុងតែបដិញ្ញាក្នុងការបិទច្រកសមុទ្រមួយនេះជុំវិញរឿងនេះកាលពីពេលថ្មីនេះអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើវាលអូស្មန်ដ៏ធំរបស់អ៊ីរ៉ង់ហើយនៅពេលនោះឃើញថាអ៊ីរ៉ង់ក៏បានបើកការវាយប្រហារសងសឹកទៅលើរោងចក្រអូស្មန်ដ៏ធំនៅប្រទេសកាតានិងអារ៉ាប់រួមហើយបន្ទាប់ពីអ៊ីរ៉ង់វាយប្រហារសងសឹកទៅលើរោងចក្រអូស្មန်នៅប្រទេសកាតានិងអារ៉ាប់រួមបែបនេះពេលនោះដែរលោកប្រធានាធិបតីដូណាល់ត្រាំក៏បានប្រកាសថាលោកបានណែនាំឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារទៅលើវាលអូស្មန်ដ៏ធំរបស់អ៊ីរ៉ង់ទៀតហើយបាទដោយនៅពេលនោះលោកប្រធានាធិបតីដូណាល់ត្រាំបានអះអាងថាចាប់ពីពេលនេះតទៅសង្គ្រាមនឹងផ្អាកការវាយប្រហារទៅលើប្រព័ន្ធធម្មពលនិងអូស្មန်របស់អ៊ីរ៉ង់លុះត្រាតែអ៊ីរ៉ង់នេះវាយប្រហារទៅលើរោងចក្រនៅប្រទេសកាតាម្ដងទៀតទន្ទឹមនឹងនោះឃើញថាអ៊ីរ៉ង់ក៏បានផ្អាកការវាយប្រហារទៅលើរោងចក្រនៅប្រទេសកាតានិងអារ៉ាប់រួមជាបណ្ដោះអាសន្នប៉ុន្តែព្រឹត្តិការណ៍ដ៏ធំនិងសំខាន់នៅពេលនេះឃើញថាលោកប្រធានាធិបតីដូណាល់ត្រាំបែរជាដាក់អាសន្នវត្តឲ្យប្រទេសអ៊ីរ៉ង់បើកច្រកសមុទ្រហូម៉ូសត្រឹមរយៈពេល48ម៉ោងបើមិនដូច្នេះទេសហរដ្ឋអាមេរិកនឹងវាយប្រហារទៅលើប្រព័ន្ធធម្មពលនិងវាលអូស្មန်របស់អ៊ីរ៉ង់ពលគឺសហរដ្ឋអាមេរិកអាចនឹងវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់អ៊ីរ៉ង់នេះចោលទាំងស្រុងតែម្ដងបាទនេះបើយោងតាមការព្រមានរបស់លោកប្រធានាធិបតីដូណាល់ត្រាំនៅថ្ងៃទី21ខែមីនាឆ្នាំ2026លោកត្រាំព្រមានថាអ៊ីរ៉ង់មានពេល48ម៉ោងដើម្បីបើកច្រកសមុទ្រហូម៉ូសឡើងវិញបើមិនដូច្នេះទេសហរដ្ឋអាមេរិកនឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធធម្មពលដ៏សំខាន់របស់អ៊ីរ៉ង់មិនខានឡើយលោកប្រធានាធិបតីដូណាល់ត្រាំបានខំសង្បាជាខ្លាំងពាក់ព័ន្ធនឹងការបិទច្រកសមុទ្រហូម៉ូសបើតាមលោកត្រាំអាមេរិកនឹងវាយប្រហារបំផ្លាញរោងចក្រធម្មពលផ្សេងរបស់អ៊ីរ៉ង់ដោយចាប់ផ្ដើមពីរោងចក្រដ៏ធំបំផុតរបស់អ៊ីរ៉ង់ហើយអាសន្នវត្តរយៈពេល48ម៉ោងដែលលោកប្រធានាធិបតីដូណាល់ត្រាំដាក់ឲ្យអ៊ីរ៉ង់អនុវត្តនេះនឹងផុតត្រឹមយប់ថ្ងៃច័ន្ទទី23ខែមីនាឆ្នាំ2026ម៉ោងនៅសហរដ្ឋអាមេរិកស្របពេលដែលលោកប្រធានាធិបតីដូណាល់ត្រាំដាក់អាសន្នវត្តបែបនេះឃើញថាចំនួនប្រទេសដែលចូលរួមក្នុងការបើកច្រកសមុទ្រហូម៉ូសបានកើនដល់22ប្រទេសហើយនេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន New York Post នៅថ្ងៃទី22ខែមីនាឆ្នាំ2026ប្រទេសចំនួន2ចុងក្រោយនេះគឺប្រទេសអូស្ត្រាលីនិងអារ៉ាប់រួមកាលពីថ្ងៃសៅរ៍ទី21ខែមីនាឆ្នាំ2026បានចុះហត្ថលេខាលើលិខិតមួយដោយថ្កោលទោសយ៉ាងខ្លាំងចំពោះការបិទច្រកសមុទ្រហូម៉ូសពីសំណាក់កងកម្លាំងអ៊ីរ៉ង់ដោយអះអាងថាការបិទនេះនឹងធ្វើឲ្យសាធារណរដ្ឋអ៊ីស្លាមក្លាយជាប្រទេសឯកោខាងការទូតថ្មីនេះប្រទេសចំនួន20បានចូលរួមក្នុងការបើកច្រកសមុទ្រហូម៉ូសហើយឥឡូវនេះមានប្រទេសអូស្ត្រាលីនិងអារ៉ាប់រួមពីរប្រទេសទៀតដែលជាប្រទេសជិតខាងឈូងសមុទ្រជាមួយនឹងអ៊ីរ៉ង់នឹងរងការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់លើប្រទេសពួកគេតែជាហេតុនាំឲ្យពួកគេសម្រេចចូលរួមក្នុងការបើកច្រកសមុទ្រហូម៉ូសធ្វើឲ្យចំនួនប្រទេសសរុបកើនដល់22ប្រទេសហើយដែលសម្រេចចូលរួមក្នុងការបើកច្រកសមុទ្រហូម៉ូសប្រទេសដែលបានចុះហត្ថលេខាមុនមានដូចជាចក្រភពអង់គ្លេសបារាំងអាល្លឺម៉ង់អ៊ីតាលីហូឡង់និងជប៉ុនរួមនឹងបណ្ដាប្រទេសមួយចំនួនទៀតអ្នកវិភាគបាននិយាយថាមានចំណុច3ដែលប្រទេសទាំង22សម្រេចបែរខ្នងដាក់អ៊ីរ៉ង់និងចូលរួមបើកច្រកសមុទ្រហូម៉ូសតាមការអំពាវនាវរបស់សហរដ្ឋអាមេរិក
ទី1សង្គ្រាមនេះគឺមហាអំណាចសហរដ្ឋអាមេរិកកំពុងតែមានព្រៀបលើអ៊ីរ៉ង់ទី2ប្រទេសទាំងនោះសុទ្ធតែត្រូវការប្រេងនិងឧស្ម័នដែលដឹកចេញតាមច្រកសមុទ្រមួយនេះខណៈដែលតម្លៃប្រេងកំពុងហក់ឡើងជាសកលនិងទី3បណ្ដាប្រទេសទាំងនោះបានខឹងសង្បានឹងអ៊ីរ៉ង់ដែលបានវាយប្រហាររំលោភដែនអាកាសរបស់ពួកគេនិងវាយប្រហារទៅលើតំបន់ស៊ីវិលរបស់ពួកគេបណ្ដាលឲ្យស្លាប់និងរបួសខូចខាតហេដ្ឋារចនាសម្ព័ន្ធធម្មពលជាដើមជាមួយគ្នានេះអ៊ីរ៉ង់បានអះអាងថាការវាយប្រហាររបស់ខ្លួនលើទីក្រុងអារ៉ាតភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីយប់ថ្ងៃទី21ខែមីនាឆ្នាំ2026គឺបានសម្លាប់មនុស្ស6នាក់និងរបួសជិត200នាក់ក្នុងការវាយប្រហារនេះអ៊ីស្រាអែលក៏បានទទួលស្គាល់ដែលថាមីស៊ីលរបស់អ៊ីរ៉ង់ចំនួន2គ្រាប់បានធ្លាយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកាលពីថ្ងៃសៅរ៍បណ្ដាលឲ្យធ្លាក់ចំផ្ទះសម្បែងរបស់ប្រជាជនស្លាប់និងរបួសរាប់សិបនាក់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយថានេះជាគ្រាដ៏លំបាកសម្រាប់ប្រជាជនយើងហើយយើងនឹងសងសឹកវិញដោយធ្វើការវាយប្រហារលើអ៊ីរ៉ង់គ្រប់មធ្យោបាយនិងគ្រប់រូបភាពតែម្ដងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បាននិយាយថាការវាយប្រហាររបស់ខ្លួនលើទីក្រុងនានាក្បែរទីតាំងនុយក្លេអ៊ែររបស់អ៊ីស្រាអែលដូចជាទីក្រុងឌីប៉ូណានិងទីក្រុងអារ៉ាតភាគខាងត្បូងប្រទេសអ៊ីស្រាអែលបណ្ដាលឲ្យមនុស្សជាង100នាក់រងរបួសដោយអ៊ីរ៉ង់ចាត់ទុកថានេះជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរណាតានរបស់ខ្លួនក្នុងនោះផងដែរប្រព័ន្ធផ្សព្វផ្សាយល្បីៗបានរាយការណ៍ថាអ៊ីរ៉ង់បានបាញ់មីស៊ីលប៉ាឡេស្ទិករយៈចម្ងាយឆ្ងាយចំនួន2គ្រាប់សម្ដៅទៅលើមូលដ្ឋានសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនៅកោះឆាហ្គោដែលមានចម្ងាយប្រហែល 4000 គីឡូម៉ែត្រពីប្រទេសអ៊ីរ៉ង់ប៉ុន្តែអ៊ីរ៉ង់បានបដិសេធមិនទទួលស្គាល់ចំពោះការវាយប្រហារនេះកោះឆាហ្គោត្រូវបានគេប្រើជាមូលដ្ឋានរួមរវាងចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ1970បន្ទាប់ពីចក្រភពអង់គ្លេសបានបណ្ដេញជនជាតិឆាហ្គោចេញពីកោះនេះកោះឆាហ្គោគឺជាទឹកដីក្រៅប្រទេសអង់គ្លេសនោះទេប៉ុន្តែសន្ធិសញ្ញាមួយគឺអង់គ្លេសបានផ្ទេរអធិបតេយ្យភាពនៃកោះនេះទៅឲ្យប្រទេសប៉ូរីសដែលចុះហត្ថលេខានៅថ្ងៃទី22ខែឧសភាឆ្នាំ2025ការប៉ុនប៉ងវាយប្រហាររយៈចម្ងាយឆ្ងាយបំផុតរបស់អ៊ីរ៉ង់សម្ដៅលើមូលដ្ឋានយោធាសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនៅកោះឆាហ្គោមិនបានជោគជ័យនោះទេដោយមីស៊ីលមួយគ្រាប់បានធ្លាក់នៅកណ្ដាលផ្លូវក្នុងសមុទ្រនិងមួយគ្រាប់ទៀតត្រូវបានកងកម្លាំងសហរដ្ឋអាមេរិកស្ទាក់បាញ់កំទេចចោលការវាយប្រហារដ៏ឆ្ងាយនេះលោកត្រាំបានព្រមានថាសមត្ថភាពអ៊ីរ៉ង់គឺអាចវាយប្រហារទីក្រុងធំៗរបស់លោកខាងលិចការព្រមានរបស់លោកប្រធានាធិបតីដូណាល់ត្រាំស្របពេលដែលអ៊ីរ៉ង់បើកការវាយប្រហាររយៈចម្ងាយឆ្ងាយនេះបណ្ដាលឲ្យប្រទេសលោកខាងលិចកំពុងតែស្រឡំកាំងសភ្នែកតែម្ដងខណៈដែលមីស៊ីលប៉ាឡេស្ទិករបស់អ៊ីរ៉ង់នេះអាចហោះបានចម្ងាយរហូតទៅដល់ 4000 គីឡូម៉ែត្រជាមួយគ្នានេះចក្រភពអង់គ្លេសក៏បានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានកងទ័ពរបស់ខ្លួនដើម្បីវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ផងដែរស្របពេលដែលក្រសួងសុខាភិបាលអ៊ីរ៉ង់និយាយថាការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់បណ្ដាលឲ្យស្លាប់ជាង 1300 នាក់និងរបួសជាង 21000 នាក់ហើយបើគិតមកដល់ពេលនេះបាទបងប្អូនក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នេះយើងមានតែរងចាំមើលទេថាតើអសន្នវត្តរបស់លោកប្រធានាធិបតីដូណាល់ត្រាំនេះមានប្រសិទ្ធភាពទៅលើអ៊ីរ៉ង់ដែរអត់ក្នុងរយៈពេល48ម៉ោងចុងក្រោយនេះហើយប្រសិនបើអ៊ីរ៉ង់មិនអនុវត្តតាមអសន្នវត្តរបស់លោកប្រធានាធិបតីដូណាល់ត្រាំតើលោកប្រធានាធិបតីដូណាល់ត្រាំវាយប្រហារទៅលើប្រព័ន្ធធម្មពលនិងឧស្ម័នរបស់អ៊ីរ៉ង់ដែរឬទេហើយប្រសិនបើវាយប្រហារទៅលើប្រព័ន្ធធម្មពលនិងឧស្ម័នរបស់អ៊ីរ៉ង់តើអ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងដូចម្ដេចទៅបណ្ដាលប្រព័ន្ធថាពលនិងរោងចក្រឧស្ម័ននានានៅតំបន់មជ្ឈិមបូព៌ាបាទខ្ញុំបាទមានសេចក្តីរាយការណ៍តែត្រឹមប៉ុណ្ណេះសិនបាទសូមអរគុណ